Technique 5 ចំណុចដែលនិយាយទៅអ្នកណាក៏ចង់ស្ដាប់ជួយពង្រឹងជំនាញក្នុងការនិយាយរបស់បងប្អូនអ្នកដែលប្រកែកខាងទំនាក់ទំនងមិនត្រឹមតែងាយស្រួលរកឱកាសល្អៗដល់ខ្លួនឯងទេហើយថែមទាំងអាចសាងទំនាក់ទំនងជាមួយនឹងមនុស្សជុំវិញខ្លួនបានយ៉ាងល្អទៀតផងអ្នកប្រកែកខាងទំនាក់ទំនងមិនមែនថាតើតែយើងនិយាយបានច្រើនឬក៏យើងនិយាយអត់ឈប់ទេតែវាគឺជាការដឹងថារឿងណាគួរនិយាយហើយរឿងណាមិនគួរនិយាយដើម្បីឲ្យខ្លួនយើងក្លាយទៅជាមនុស្សម្នាក់ដែលអ្នកណាក៏ចង់មកជជែកលេងជាមួយហើយនិយាយគ្នាយូរក៏អត់មានអារម្មណ៍ថាធុញចំណុចទី1បងប្អូនស្ដាប់មុននឹងនិយាយពេលនិយាយពីជំនាញទំនាក់ទំនងយើងភាគច្រើនតែងតែយល់ច្រឡំថាតើតែយើងចេះនិយាយបានច្រើនចេះនិយាយកុំឲ្យស្ងាត់ទើបគេហៅថាប្រកែប៉ុន្តែតាមការពិតទៅមនុស្សដែលមានមុនស្នេហ៍បំផុតមិនមែនជាមនុស្សដែលនិយាយអត់ឈប់ទេតែគឺជាមនុស្សដែលចេះស្ដាប់គេបំផុតគាត់ស្ដាប់មិនមែនគាត់ស្ដាប់ឲ្យតែចប់ទេតែគាត់ស្ដាប់ដើម្បីឲ្យអ្នកម្ខាងទៀតដឹងថាគាត់កំពុងតែផ្ដល់តម្លៃឲ្យគាត់ស្ដាប់ដើម្បីដឹងថាពេលណាគួរនិយាយហើយពេលណាគួរនៅស្ងៀមដើម្បីឲ្យការជជែកគ្នានោះនៅបន្តនិងមានន័យគេនឹងចូលចិត្តនៅជាមួយយើងនៅពេលដែលយើងធ្វើឲ្យអ្នកនៅចំពោះមុខមានអារម្មណ៍ថាគាត់សំខាន់នៅពេលដែលគេដឹងថាយើងផ្ដល់តម្លៃឲ្យគេខ្លាំងប៉ុណ្ណានោះគេនឹងបើកចិត្តស្ដាប់យើងវិញប្រហែលជាមានពេលខ្លះបងប្អូនមានមិត្តភ័ក្តិកំពុងតែជួបបញ្ហាពិបាកចិត្តខ្លាំងហើយមកជួបបងប្អូនហើយបើសិនជាពេលដែលគេមកជួបយើងនឹងយើងគិតតែពីនិយាយពីខ្លួនឯងរហូតហើយបញ្ញាប់ទៅនិយាយកាត់គេឬក៏យើងព្យាយាមផ្ដល់ដំបូន្មានទៅឲ្យគេទាំងដែលគេអត់ទាន់បាននិយាយចប់រឿងគេសពគ្រប់ផងអញ្ចឹងគេមិននឹងមានអារម្មណ៍នឹងនិយាយជាមួយយើងទៀតព្រោះយើងមិនទាន់បានស្ដាប់គេចប់សពគ្រប់ផងមនុស្សដែលមានជំនាញទំនាក់ទំនងពិតប្រាកដអ្វីដែលគេធ្វើគឺគ្រាន់តែនៅក្បែរនៅចិត្តហើយស្ដាប់ដោយស្ងប់ស្ងាត់ស្ដាប់ទាំងកៅភ្នែកនិងបេះដូងដើម្បីឲ្យគេដឹងថាយើងនៅទីនេះដើម្បីគេនៅពេលដែលគេនិយាយអស់ពីចិត្តហើយមានអារម្មណ៍ថាធូរស្រាលនោះទើបយើងចាប់ផ្ដើមនិយាយឃ្លាខ្លីៗផ្ដល់កម្លាំងចិត្តទៅឲ្យគេនៅពេលដែលមិត្តភ័ក្តិបងប្អូននិយាយថាអរគុណណាស់ដែលស្ដាប់ខ្ញុំមានអារម្មណ៍ថាធូរស្រាលជាងមុនហើយនឹងហើយគឺជាជោគជ័យធំបំផុតនៅក្នុងជំនាញទំនាក់ទំនងហើយគឺជាការធ្វើឲ្យគេមានអារម្មណ៍ថាគេមានតម្លៃបំផុតនៅពេលដែលគេនៅក្បែរយើងចំណុចទី2ភាសាកាយវិការនិងស្នាមញញឹមនៅពេលដែលយើងនិយាយពីស្នាមញញឹមនិងកាយវិការវាគឺឈានចូលទៅដល់កម្រិតមួយនៃទំនាក់ទំនងដែលយើងហៅថាការសន្ទនាមិនប្រើសម្ដីព្រោះមុនពេលដែលយើងរៀបនឹងនិយាយអីទៅកាន់គេមនុស្សជុំវិញខ្លួនយើងនឹងទទួលបានអារម្មណ៍អ្វីម្យ៉ាងពីយើងបាត់ទៅហើយតាមរយៈកែវភ្នែកទឹកមុខនិងរបៀបដែលយើងឈរគ្រប់យ៉ាងសុទ្ធតែជាសញ្ញាដែលយើងបញ្ជូនទៅកាន់គេទាំងអស់បើសិនជាមុខយើងមាំពេកកាយវិការយើងមើលទៅហាក់ដូចជាកំពុងបិទបាំងឬក៏សលេងយើងស្ងួតហួសទោះបីជាយើងប្រើពាក្យល្អៗប៉ុណ្ណាក៏នៅតែមានអារម្មណ៍ថាយើងនៅឆ្ងាយពីគេអត់សូវរាក់ទាក់ហើយគេក៏អត់មានអារម្មណ៍ថាស្និទ្ធស្នាលជាមួយយើងដែរអញ្ចឹងភាសាកាយវិការដើរតួសំខាន់ណាស់នៅពេលដែលយើងជជែកសន្ទនាបើទឹកមុខយើងទន់ភ្លន់យើងហ៊ានមើលភ្នែកគេដោយភាពកក់ក្ដៅហើយកាយវិការយើងមើលទៅបើកចំហនោះគ្រប់ពាក្យសម្ដីរបស់យើងនឹងហូរចូលទៅក្នុងចិត្តគេដោយងាយបំផុតហើយបងប្អូនស្នាមញញឹមនៅត្រង់ចំណុចនេះមិនមែនមានន័យថាយើងត្រូវតែបង្ខំខ្លួនឯងឲ្យញញឹមទាំងដែលយើងមិនសប្បាយចិត្តទេតែវាគឺជាការបង្ហាញនៅការស្វាគមន៍ចំពោះគេវាដូចជាយើងកំពុងតែប្រាប់គេថាខ្ញុំចាំស្ដាប់អ្នកអាចទុកចិត្តលើខ្ញុំបានអញ្ចឹងគ្រាន់តែប៉ុណ្្នឹងក៏អាចបដូរអារម្មណ៍ដែលគេមានចំពោះយើងបានទាំងស្រុងដែរការទំនាក់ទំនងល្អមិនមែនគ្រាន់តែជាការរើសពាក្យពេចន៍ឲ្យព្រោះតែម្យ៉ាងទេតែវាគឺជាការធ្វើឲ្យកាយវិការនិងចិត្តរបស់យើងដើរស្រុកគ្នាហើយបង្ហាញឲ្យគេឃើញចំណុចទី3បងប្អូនជ្រើសរើសអ្វីដែលត្រូវនិយាយមនុស្សភាគច្រើននិយាយដើម្បីគ្រាន់តែកុំឲ្យស្ងាត់និយាយដើម្បីចង់មកអួតថាខ្លួនឯងដឹងរឿងច្រើនឬក៏និយាយដើម្បីគ្រាន់តែចង់ឲ្យគេមើលឃើញថាខ្លួនឯងមានវត្តមាននៅក្នុងការសន្ទនាហ្នឹងតែតាមការពិតទៅកាលណាយើងនិយាយកាន់តែច្រើនដែលគ្មានគោលបំណងច្បាស់លាស់មនុស្សជុំវិញយើងនឹងកាន់តែឆាប់ធុញហើយយូរទៅគឺគេនឹងលែងផ្ដោតអារម្មណ៍ទៅលើយើងទៀតការនិយាយឲ្យមានតម្លៃវាចេញមកពីស្មារតីរបស់យើងមានន័យថាយើងមិនមែននិយាយដោយសារតែយើងចេះនិយាយទេតែយើងនិយាយដោយសារតែអ្វីដែលយើងរៀបនឹងនិយាយទៅហ្នឹងគឺវាផ្ដល់ចំណេះដឹងថ្មីវាមានផលប្រយោជន៍និងមានការយល់ចិត្តដល់អ្នកស្ដាប់នៅពេលដែលបងប្អូនធ្វើបានបែបហ្នឹងគឺគេនឹងចាប់ផ្ដើមសម្គាល់ឃើញបងប្អូនគេនឹងចាប់ផ្ដើមយកចិត្តទុកដាក់ទៅលើគ្រប់ពាក្យសម្ដីដែលចេញពីបងប្អូនព្រោះគេដឹងថាគ្រប់ពាក្យដែលចេញពីបងប្អូនគឺសុទ្ធតែមានទម្ងន់បងប្អូនមិនចាំបាច់ចំណាយកម្លាំងដណ្ដើមការចាប់អារម្មណ៍ពីគេទេព្រោះវានឹងរត់ទៅរកបងប្អូនដោយខ្លួនឯងអញ្ចឹងមុននឹងនិយាយបងប្អូនសាកសួរខ្លួនឯងថាតើអ្វីដែលយើងនិយាយហ្នឹងគឺមានផលប្រយោជន៍ទេវាចាំបាច់ទេហើយវាមិនមែនជាការបង្ខំឲ្យបងប្អូនគិតច្រើនរហូតដល់អត់ហ៊ាននិយាយអីទាំងអស់ទេប៉ុន្តែវាគឺជាការរៀនស្វែងយល់ពីគោលបំណងរបស់យើងមុនសិនមុននឹងយើងរៀបនឹងនិយាយអ្វីមួយនៅពេលដែលបងប្អូនចាប់ផ្ដើមធ្វើបែបហ្នឹងបងប្អូននឹងឃើញការប្រែប្រួលខ្លះបងប្អូននិយាយទៅជាងមុនប៉ុន្តែ
គេស្ដាប់ច្រើនជាងមុនបងប្អូនប្រើពាក្យសម្ដីតិចប៉ុន្តែវាមានន័យធំធេងសម្រាប់អ្នកស្ដាប់នឹងហើយគឺជាពេលដែលការទំនាក់ទំនងមានការផ្លាស់ប្ដូរពីការដែលគ្រាន់តែនិយាយឲ្យគេស្ដាប់ឮមកជាការនិយាយឲ្យចូលទៅដល់បេះដូងគេចំណុចទី4ដឹងពីរបៀបនិយាយនៅក្នុងទំនាក់ទំនងត្រូវការណាស់គឺភាពស្មោះត្រង់ហើយនៅពេលដែលយើងស្មោះត្រង់នឹងគ្នាគឺមានការពិតខ្លះយើងត្រូវតែនិយាយប្រាប់គ្នាមិនថានៅក្នុងទំនាក់ទំនងស្នេហាឬក៏មិត្តភាពទេប៉ុន្តែបញ្ហាពេលខ្លះគឺវាស្ថិតនៅលើរបៀបដែលយើងបង្ហាញភាពស្មោះត្រង់នោះទៅកាន់គេមនុស្សយើងភាគច្រើនគិតថាធ្វើជាមនុស្សស្មោះត្រង់គឺត្រូវតែនិយាយអ្វីដែលខ្លួនគិតចេញមកទាំងអស់ប៉ុន្តែតាមការពិតទៅរបៀបដែលយើងនិយាយគឺវាសំខាន់ខ្លាំងណាស់បើយើងបង្ហាញមិនត្រូវគឺគេនឹងយល់ច្រឡំភ្លាមការពិតខ្លះទោះជាយើងដឹងក៏ត្រូវតែចេះរកវិធីឆ្លាតវៃនៅក្នុងការនិយាយទៅកាន់អ្នកស្ដាប់ដែរមិនមែនយើងត្រូវនិយាយរឿងគ្រប់យ៉ាងដែលយើងគិតចេញមកទេរបៀបនិយាយនឹងជួយរក្សាទំនាក់ទំនងរបស់បងប្អូនវាធ្វើឲ្យការសន្ទនានៅតែមានភាពកក់ក្ដៅមិនមែនប្រែទៅជាសមរភូមិសង្គ្រាមសន្តិព្រោះជ្រៅតែក្នុងចិត្តទៅមនុស្សភាគច្រើនមិនចង់ធ្វើបាបគ្នាទេគ្រាន់តែគេមិនដឹងពីវិធីបង្ហាញអារម្មណ៍ដើម្បីកុំឲ្យប៉ះពាល់ដល់អ្នកម្ខាងទៀតការនិយាយដោយការប្រុងប្រយ័ត្នគឺការគិតគូរមុននឹងនិយាយជ្រើសរើសពាក្យសម្ដីនិងជ្រើសរើសពីរបៀបនិយាយទាំងអស់នឹងបង្ហាញថាបងប្អូនផ្ដល់តម្លៃទៅដល់ទំនាក់ទំនងរបស់បងប្អូនខ្លាំងជាងការចង់ឈ្នះចាញ់នៅក្នុងការជជែកគ្នាមិនមែនមានន័យថាឲ្យបងប្អូនលាក់បាំងការពិតនៅក្នុងចិត្តទេតែវាគឺជាការរៀបចំការពិតនោះឲ្យคล้ายទៅជាសម្ដីដែលគេអាចទទួលយកបានចំណុចទី5ស្វែងយល់ពីអារម្មណ៍អ្នកស្ដាប់នៅក្នុងទំនាក់ទំនងការយល់ពីអារម្មណ៍អ្នកស្ដាប់គឺជារឿងសំខាន់ជាទូទៅគ្រប់ការសន្ទនាទាំងអស់វាតែងតែមាន2ជាន់ជាន់ទី1គឺពាក្យសម្ដីនិងជាន់ទី2គឺអារម្មណ៍តែមនុស្សយើងភាគច្រើនស្ដាប់ឮតែពាក្យសម្ដីដែលនៅខាងលើតែមិនមើលធ្លុះទៅដល់អារម្មណ៍ដែលនៅខាងក្រោមទេខ្ញុំលើកឧទាហរណ៍មួយឲ្យបងប្អូននៅពេលដែលគេនិយាយថាមិនអីទេបើសិនជាយើងខ្វះការយល់ចិត្តយើងនឹងជឿតាមនឹងហើយគិតថាអូខេគេពិតជាអត់អីទេប៉ុន្តែនៅក្នុងស្ថានភាពខ្លះបើសិនជាយើងស្ដាប់ដោយការយកចិត្តទុកដាក់អារម្មណ៍យើងនឹងដឹងថាគេកំពុងតែមានបញ្ហាហើយនៅពេលដែលគេដឹងថាយើងយល់ពីអារម្មណ៍របស់គេនោះគេនឹងមានអារម្មណ៍ថាខ្លួនឯងមានតម្លៃមានអ្នកស្ដាប់និងមានអារម្មណ៍ថាកក់ក្ដៅនឹងហើយគឺជាពេលដែលគេមានទំនុកចិត្តលើយើងបើសិនជាបងប្អូនយល់ពីអារម្មណ៍អ្នកស្ដាប់នៅពេលដែលគេជជែកជាមួយយើងយល់ថាមិនបានគេមានអារម្មណ៍បែបហ្នឹងយើងកុំវិនិច្ឆ័យលឿនពេកឲ្យអ្នកម្ខាងទៀតគេបញ្ចេញអារម្មណ៍គេមកឲ្យគេដឹងថាគេអាចទុកចិត្តលើយើងបាននោះបងប្អូននឹងជាមនុស្សដែរអ្នកណាក៏ចង់រាប់អានដែរនៅក្នុងជំនាញក្នុងការនិយាយមិនមែនសិតនៅលើអ្នកណាពូកែនិយាយខ្លាំងប៉ុណ្ណាទេប៉ុន្តែសិតនៅលើអារម្មណ៍ដែលបងប្អូនផ្ដល់ឲ្យគេនៅពេលដែលគេជជែកជាមួយនឹងបងប្អូនគ្រាន់តែនិយាយអ្នកណាក៏ចេះដែរប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើឲ្យអ្នកម្ខាងទៀតមានអារម្មណ៍ថាខ្លួនឯងបានគេស្ដាប់បានគេផ្ដល់តម្លៃនិងបានគេយល់ចិត្តទេទំនាក់ទំនងនៅជុំវិញបងប្អូននឹងកាន់តែល្អប្រសើរចំណងមិត្តភាពក៏កាន់តែរឹងមាំហើយឱកាសល្អៗក៏ចូលមកដែរនៅពេលដែលបងប្អូនចេះជំនាញក្នុងការទំនាក់ទំនងយើងមិននិយាយច្រើនប៉ុន្តែគ្រប់ពាក្យសម្ដីដែលយើងនិយាយសុទ្ធតែមានន័យនិងធ្វើឲ្យមនុស្សជុំវិញខ្លួនយើងសប្បាយចិត្តសម្រាប់វីដេអូថ្ងៃនេះខ្ញុំសូមចាប់ត្រឹមនេះហើយអរគុណបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃរបស់បងប្អូនមកតាមដានខ្ញុំអរគុណច្រើនខ្លាំងមែនទែនហើយបើសិនជាបងប្អូនចូលចិត្តវីដេអូបែបចែករំលែកចំណេះដឹងថ្មីៗបែបហ្នឹងបងប្អូនជួយ subscribe និង like និង share វីដេអូឲ្យខ្ញុំមួយផងណាហើយបើសិនជាបងប្អូនមាន topic ណាដែលបងប្អូនចង់ដឹងចង់ស្ដាប់បងប្អូនអាច comment នៅខាងក្រោមបានណាខ្ញុំនឹងសិក្សាស្វែងយល់ហើយធ្វើវីដេអូបន្ថែមទៀតសម្រាប់បងប្អូនអរគុណច្រើនបងប្អូនយើងជួបគ្នានៅក្នុងវីដេអូក្រោយៗ